សេចក្តីផ្ដើមអភូតរញ្ញាណមិនមែនជាបាតុភូតវិទ្យាសាស្ត្រមិនមែនជាសាស្ត្រមិនមែនជាអ្វីដែលមានហេតុផលឬវិចារណញ្ញាណទេខាងផ្នែកភាសាយើងអាចសួរថាតើអភូតរញ្ញាណជាអ្វីពន្យល់បានទេឬម្យ៉ាងទៀតយើងកំពុងលើកជាសំណួរថាដោយប្រើព្រិច្ឆញ្ញាណឬគំនិតបញ្ញារបស់យើងនេះតើយើងលំមអាចពន្យល់ថាអភូតរញ្ញាណជាអ្វីបានទេប៉ុន្តែមកពីអភូតរញ្ញាណជាអ្វីដែលនៅហួសផុតពីព្រិច្ឆញ្ញាណរបស់យើងទើបយើងមិនអាចនិយាយបានថាវាមកពីណាព្រោះព្រិច្ឆញ្ញាណរបស់យើងមិនអាចដឹងពីវាបានទោះជាគំនិតបញ្ញាមានអារម្មណ៍ដឹងបានអំពីការកើតឡើងរបស់អភូតរញ្ញាណក៏ដោយប៉ុន្តែវានៅតែមិនអាចពន្យល់បានថាតើអភូតរញ្ញាណជាអ្វីហើយមកពីណានោះទេយើងអាចថាអភូតរញ្ញាណជាការលោតរំលងជាការលោតរំលងចន្លោះអ្វីម្យ៉ាងដែលសូម្បីតែព្រិច្ឆញ្ញាណអាចដឹងពីអារម្មណ៍នេះបានតែវាមិនអាចពន្យល់បាតុភូតដែលកើតឡើងបាននោះទេអ្វីទាំងនេះមកពីការពន្យល់ជាអ្វីដែលពឹងលើហេតុផលទន្ទឹមគ្នានឹងអភូតរញ្ញាណជាបាតុភូតដែលហួសផុតពីហេតុផលវាជាផ្នែកផ្សេងដោយឡែកពីព្រិច្ឆញ្ញាណវាអាចផ្លោះរំលងព្រិច្ឆញ្ញាណបានទាំងស្រុងអ្វីដែលនៅខ្ពស់ជាងអាចឆ្លងកាត់អ្វីដែលនៅទាបជាងបានតែអ្វីដែលទាបជាងមិនអាចធ្វើដូច្នេះបានទេវាស្រដៀងទៅនឹងចិត្តរបស់យើងដែលអាចបញ្ជ្រាបនិងបញ្ជារាងកាយរបស់យើងបានក៏ប៉ុន្តែរាងកាយរបស់យើងមិនអាចបញ្ជ្រាបឬបញ្ជាផ្នែកដែលជាចិត្តបានទេភាពជាខ្លួនឯងក៏ដូចគ្នាវាមានឥទ្ធិពលលើចិត្តរបស់យើងបានតែចិត្តមិនអាចយល់ពីភាពជាខ្លួនឯងបានទេនេះគឺជាហេតុផលដែលថាបើចង់ស្វែងយល់ពីភាពជាខ្លួនឯងយើងត្រូវញែកខ្លួនឯងឲ្យដាច់ពីផ្នែករាងកាយនិងចិត្តឲ្យបានជាមុនសិនដើម្បីឈានដល់សច្ចភាពនៅក្នុងកម្រិតដែលកាន់តែខ្ពស់ទៅទៀតបានត្រូវតែព្រមលះបង់អ្វីៗដែលស្ថិតនៅកម្រិតដែលទាបជាងជាមុនសិនព្រោះអ្វីដែលនៅទាបជាងគ្មានភាសាសម្រាប់ពន្យល់ពីអ្វីដែលខ្ពស់ជាងបានទេទោះជាគំនិតបញ្ញារបស់យើងអាចដឹងថាមានចន្លោះនេះប៉ុន្តែវាជាចន្លោះដ៏ធំហួសពីអ្វីដែលវាអាចឈានទៅដល់ជាទូទៅគំនិតបញ្ញានឹងមិនព្រមទទួលស្គាល់អំពីអ្វីដែលវាអាចពន្យល់បានទេបើយើងនៅជាប់ជំពាក់តែជាមួយគំនិតបញ្ញាវានឹងធ្វើឲ្យយើងមិនទទួលស្គាល់អ្វីដែលយើងចាត់ទុកថាជារបស់អាថ៌កំបាំងដូច្នេះមានន័យថាយើងបានរារាំងអភូតរញ្ញាណដោយស្វ័យប្រវត្តិយើងអាចហៅខ្លួនយើងយ៉ាងមានមោទនភាពថាជាសត្វប្រកបដោយវិចារណញ្ញាណប៉ុន្តែមនុស្សដែលមានវិចារណញ្ញាណនេះតែងតែជាអ្នកដែលមិនព្រមឈានជើងចេញឲ្យផុតពីទម្លាប់ចាស់របស់ខ្លួនជាអ្នកដែលមិនបើកចិត្តទូលាយមិនបើកចំហទទួលអ្វីដែលស្ថិតនៅកម្រិតខ្ពស់ជាងនិងតែងមិនទទួលស្គាល់អ្វីគ្រប់យ៉ាងដែលមិនអាចពិសោធន៍បានមិនផ្ដល់ភាពសំខាន់ឲ្យផ្នែកដែលជារូបារម្មណ៍ឬក្តីស្រមៃទេគំនិតដែលមានវិចារណញ្ញាណរបស់យើងคล้ายជារនាំងដែលជាមូលហេតុធ្វើឲ្យអភូតរញ្ញាណមិនអាចជ្រួលជ្រាបចូលមកបានបើយើងប្រើគំនិតបញ្ញាដែលមិនជាប់ជំពាក់នឹងទម្រង់អ្វីមួយនោះវាជាការប្រើហេតុផលក្នុងលំនាំជាឧទាហរណ៍មួយបែបជួនកាលយើងអាចដឹងពីអ្វីដែលស្ថិតនៅខ្ពស់ហួសពីព្រិច្ឆញ្ញាណបានវាអាចគ្រាន់តែជាអារម្មណ៍រំភើបដែលទោះយើងមិនអាចពន្យល់បានតែការពន្យល់មិនបានមិនមែនជាចំណុចសំខាន់នោះទេព្រះពុទ្ធអង្គទ្រង់មិនបានផ្ដោតលើការពន្យល់ពីអ្វីដែលព្រះអង្គរកឃើញនោះដែរទ្រង់គ្រាន់តែចែករំលែកបទពិសោធន៍នៃអារម្មណ៍នឹកគិតរបស់ព្រះអង្គដើម្បីចង្អុលឲ្យយើងឃើញពីអ្វីជាសភាវៈនៃភាពជាអញ្ចឹងចង្អុលបង្ហាញឲ្យឃើញថាព្រោះតែវត្ថុនេះមានទើបវត្ថុនោះកើតឡើងទ្រង់មិនពន្យល់ទេតែទ្រង់ប្រើវិធីបបួលអ្នកដែលឈរនៅខាងក្រៅឲ្យលោតចូលមកខាងក្នុង
មករួមសាកពិសោធន៍ឲ្យឃើញយ៉ាងប្រកបដោយខ្លួនឯងទ្រង់ត្រាស់ជានិច្ចថាការពន្យល់សេចក្តីមិនអាចធ្វើឲ្យយើងយល់បានពិតប្រាកដទេបើចង់ដឹងយើងត្រូវសាកល្បងអនុវត្តដោយខ្លួនឯងដើម្បីកើតមានបទពិសោធន៍ផ្ទាល់ការព្យាយាមស្វែងយល់ដោយប្រើព្រិជ្ជញាណគឺជារឿងឥតប្រយោជន៍ព្រោះវាមិនអាចឈោងដល់អ្វីដែលនៅខ្ពស់ជាងដោយរបស់ដែលនៅទាបជាងនោះទេអភូតរញាណអាចធ្វើដំណើរបានដោយមិនចាំបាច់ប្រើជាជំនិះអ្វីទាំងអស់នេះជាចម្លើយដែលថាហេតុអ្វីទើបអភូតរញាណជាបាតុភូតលោតរំលងវាមិនមែនជាការឈានពីចំណុចមួយទៅរកចំណុចមួយវាមិនចាំបាច់ត្រូវការដំណភ្ជាប់រវាងពីរចំណុចនោះទេវាជាការលោតរំលងតែម្ដងវាមិនមែនជាការឈានម្ដងមួយជំហានដោយតែអ្នកធ្លាប់ដឹងនោះទេវាគ្មានអ្វីជាដំណភ្ជាប់រវាងចំណុចពីរវាមិនត្រូវបានបង្កើតឬកើតឡើងដោយមានលំនាំជាប្រព័ន្ធគ្មានប្រភពច្បាស់លាស់ទេវាគ្រាន់តែជាអ្វីដែលកើតឡើងមិនអាចបញ្ជាឬគ្រប់គ្រងគ្មានឧបករណ៍បញ្ជូនគ្មានឧបករណ៍ទទួលដូចវិទ្យុឬទូរទស្សន៍នោះទេបើអភូតរញាណអាចឆ្លងកាត់បានក្នុងលំនាំដូចគ្នានឹងរលកសញ្ញានោះវាមុខជាល្អខ្លាំងណាស់ព្រោះយើងនឹងបានប្រឌិតឧបករណ៍ទទួលរលកសញ្ញាសម្រាប់ចាប់យកអភូតរញាណនេះបានប៉ុន្តែអភូតរញាណបែរជាអ្វីដែលកើតឡើងដោយគ្មានក្បាលគ្មានកន្ទុយហេតុនេះទើបវាជាអ្វីដែលវិចារណញាណមិនអាចទទួលស្គាល់នៅក្នុងពិភពវិចារណញាណវាទទួលស្គាល់អ្វីដែលកើតឡើងក្នុងស្ថានភាពពីរយ៉ាងប៉ុណ្ណោះគឺក្នុងស្ថានភាពជាអ្វីដែលយើងដឹងឬមិនអញ្ចឹងទេគឺអ្វីដែលយើងមិនទាន់ដឹងពេលប្រើពាក្យថាអ្វីដែលយើងមិនទាន់ដឹងគឺចង់បង្ហាញប្រាប់ក្នុងលំនាំដែលថានោះជាបច្ចុប្បន្ននៅមិនទាន់ដឹងតែនៅទីបំផុតមុខជាដឹងនៅថ្ងៃណាមួយប៉ុន្តែសម្រាប់អ្នកមានវិមាត្រខាងចិត្តវិទ្យាគេនឹងបែងចែកភាវៈផ្សេងជាស្ថានភាព3យ៉ាងគឺអ្វីដែលដឹងអ្វីដែលមិនទាន់ដឹងនិងអ្វីដែលមិនអាចដឹងបានអ្វីដែលមិនអាចដឹងបានជាអ្វីដែលថាពេលវេលារំលងផុតទៅយូរប៉ុណ្ណាយើងនៅតែមិនដឹងពីវាដដែលមិនដូចអ្វីដែលមិនទាន់ដឹងទេថ្ងៃណាមួយវាคล้ายជាអ្វីដែលយើងដឹងនៅទីបំផុតព្រិជ្ជញាណជាប់តាក់ទងនឹងអ្វីដែលយើងដឹងនិងមិនទាន់ដឹងចំណែកអភូតរញាណជាការផ្លាស់ប្ដូរស្ថានភាពពីអ្វីដែលមិនអាចដឹងបានឲ្យคล้ายទៅជាអ្វីដែលអាចដឹងបានហេតុនេះទាល់តែជាបាតុភូតលោតរំលងទើបអាចពន្យល់ពីវាបានវិទ្យាសាស្ត្រជាសាស្ត្រដែលព្យាយាមពន្យល់បាតុភូតផ្សេងប្រកបដោយហេតុផលវិទ្យាសាស្ត្រតែងមិនទទួលស្គាល់អ្វីដែលមិនអាចវាស់វែងឬពិសោធន៍បាននៅក្នុងបន្ទប់ពិសោធន៍ទេចំណែកអ្នកដឹងជ្រៅជ្រះខាងចិត្តវិញ្ញាណលើកឡើងផ្ទុយទាំងស្រុងថាទោះជាយើងធ្វើអ្វីក៏ដោយរបស់ដែលជាគ្រឹះសំខាន់នៅខាងក្រោមតែងជាប់តាក់ទងទៅនឹងអ្វីដែលយើងមិនអាចដឹងបានជានិច្ចវាជាភាវៈអាថ៌កំបាំងពោលគឺបើអ្នកមិនយល់ស្របនឹងសម្ដីនេះអ្នកក៏អាចជាពួកដែលយល់ស្របទៅតាមដំណើរការខាងវិទ្យាសាស្ត្រសម័យថ្មីដែលព្យាយាមធ្វើគ្រប់វិធីដើម្បីស្វែងរកចម្លើយចំពោះសពវត្ថុគ្រប់យ៉ាងព្យាយាមទម្លុះទម្លាយអាថ៌កំបាំងកំចាត់កំចាយអ្វីដែលធ្វើឲ្យជីវិតមានអត្ថន័យមានភាពចម្រុះអាថ៌កំបាំងជាសោភ័ណភាពជីវិតអ្វីដែលយើងមិនអាចដឹងបានវាធ្វើឲ្យជីវិតយើងមានសង្ឃឹមមានអត្ថន័យហើយជាច្រើនលើកវាក៏ជួយលើកទឹកចិត្តយើងផងដែរការបើកកកាយសពគ្រប់សពយ៉ាងនឹងធ្វើឲ្យជីវិតខ្វះភាពជ្រាលជ្រៅអ្វីគ្រប់យ៉ាងនឹងคล้ายជារឿងសើសើរគ្មានអ្វីគួរឲ្យរំភើបអ្វីដែលយើងមិនអាចដឹងបាននោះហើយគឺជាអាថ៌កំបាំង
នោះហើយគឺជាជីវិតបញ្ហាហេតុផលជាបញ្ហានៃតម្រូវការចង់ដឹងពីអ្វីដែលមិនដឹងអភូតរញ្ញាណជាការឈានទៅដល់អ្វីជាអាថ៌កំបាំងបានដោយគ្មានសេចក្តីពន្យល់យើងអាចមានអារម្មណ៍ដឹងពីវាបានតែពន្យល់ជាពាក្យពេចន៍មិនបានបើយើងកាន់តែព្យាយាមពន្យល់ពីវាខ្លាំងប៉ុណ្ណាក៏ស្មើនឹងយើងកំពុងបិទបាំងវាកាន់តែជិតប៉ុណ្ណោះចូលប្រើហេតុផលតែចំពោះរឿងដែលគួរប្រើតែសូមកុំភ្លេចថានៅក្នុងរឿងក្នុងកម្រិតដែលស៊ីជម្រៅជាងនៅរងចាំយើងគ្រាន់តែកម្រិតការយល់មុខជាមិនអាចប្រាប់អ្វីដល់យើងបានច្រើនប៉ុណ្ណាទេយើងត្រូវតែហាត់ឈានឲ្យដល់អភូតរញ្ញាណរបស់យើងបានផងដែរអ្វីនៅខ្ពស់ជាងអាចឆ្លងកាត់អ្វីដែលនៅទាបជាងបានតែអ្វីដែលទាបជាងមិនអាចធ្វើដូច្នេះបានទេវាស្រដៀងទៅនឹងចិត្តរបស់យើងដែលអាចបញ្ជ្រាបនិងបញ្ជាកាយរបស់យើងបានប៉ុន្តែកាយមិនអាចបញ្ជ្រាបឬបញ្ជាផ្នែកដែលជាចិត្តបានទេ